ខុសគ្នាច្រើនណាស់នេះបើយើងសំឆ្នាំអប់មួយឆ្នាំយើងសំមកប្រហែលជា$10000 $10000បាទមួយឆ្នាំ មួយគ្រឿង មួយគ្រឿងនោះមួយគ្រឿងទៀតនោះមួយគ្រឿង ខុសគ្នាឆ្ងាយ ខុសច្រើនខុសច្រើន ហើយខ្ញុំចូលមកខ្ញុំឃើញអូយបាទតោះគ្នាមើលនិយាយរួមជីគោដូចភ្នំអញ្ចឹងអានេះកម្ពស់ប្រហែលចង់8ម៉ែត្រហ្នឹង បាទ ប្រហែលជា8ម៉ែត្រហើយប្រើកម្លាំង បាទ ពលកម្មច្រើនណាស់នៅនេះ បាទអានេះពលកម្មច្រើនដំបងទីដែលខ្ញុំប្រើហ្នឹងខ្ញុំប្រើពលកម្មអត់មានហ្វុកលីបហ្នឹងទេ បាទ ខ្ញុំប្រើកម្លាំងពលកម្មហ្មងបាទដល់ពេលហើយទៅប្រើទៅដល់ពេលអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃការដែលប្រើកម្លាំងពលកម្មដល់ពេលជួនណាមានជួនណាអត់មានពលកម្មមនុស្សក៏ច្រើន បាទ បានអាចយើងដំណើរការដឹកជញ្ជូនឡើងឡានឲ្យទៅអតិថិជនដែលមកទិញយើងហ្នឹង បាទ តែដល់ពេលក្រោយមកទៀតមកបានខ្ញុំទិញហ្វុកលីប បាទ Fog lift ហ្នឹងគឺអាមួយនេះឯង ហ្វុកលីបដំបងទៀតអត់មានអាហ្នឹងទៀតអត់មានអាហ្នឹងទេ បាទ ហ្វុកទៀតផ្សេងទៀតទេ ផ្សេងហ្នឹង ផ្សេងដែលប្រើប្រេង អូអានេះអត់ប្រើប្រេង អានេះអត់មានប្រើប្រេងទេអានេះមុខអត់មានប្រើប្រេងទេខ្ញុំប្រើប្រេងដល់ពេលប្រើប្រេងទៅវាក៏វានៅតែវាហុយផ្សែងនៅតែវាមិនលឿនដូចយើងបច្ចុប្បន្នខ្ញុំប្រើ TCM ណាប្រើអាគុយ បាទអានេះមកពីណា អានេះមកពីខាងប្រទេសជប៉ុនមកដល់ក្រុមហ៊ុន OMA បាទបាទ OMA ក្រុមអើយណាក្រុមអើយ ហើយប្រើទៅវាចំណេញមិន អានេះយើងប្រើទី1វាអត់មានប្រើដូចយើងអាដែលយើងទិញអាចាស់ដែលយើងមានប្រើហ្នឹងអានោះប្រើពេកហើយប្រើពេកមិនសុទ្ធហើយនឹងប្រើហ្នឹងវាខុសគ្នាត្រង់ថាទី1យើងប្រើពេកវាចំណាយច្រើនទី2ប្រើពេកហ្នឹងវាផ្សែង បាទ ទី3ប្រើពេកហ្នឹងវាក្តៅអ្នកដែលបើកបរហ្នឹងមួយថ្ងៃយើងបើក8ម៉ោងជាប់ អូ បាទហើយដល់ពេលក្រោយវាដំបងទីខ្ញុំអត់បានទិញអាអង្គុយហ្នឹងមកទៅយីថាមិនដឹងជាប្រើទៅបានយូរវាយល្អមិនល្អអី ហើយអង្គុយអញ្ចឹង បាទ ធ្វើការប្រហែលជាបានប្រហែលម៉ោងក្នុងមួយថ្ងៃ អានេះធ្វើការក្រោយពីខ្ញុំទិញដំបងទីមកសាកល្បងខ្ញុំប្រើអានេះវាម៉ោងមួយថ្ងៃបាន13ម៉ោងកន្លះ អូ អត់11ម៉ោងកន្លះ 11ម៉ោង ក៏ប៉ុន្តែយើងប្រើមិនដល់ទេយើងប្រើអត់វានៅសល់ យើង សល់ភ្លើងទៀត បាទដោយសារមួយថ្ងៃបាទគឺកម្លាំងពលកម្មគឺគាត់បងប្អូនគាត់ធ្វើតែ8ម៉ោងឯង បាទ ហើយយើងសល់ម៉ោងទៀត បាទសល់ម៉ោងវាសល់វាអាចសល់ភ្លើងក្នុងហ្នឹង មិនពូថាប្រើអាម៉ាស៊ុតហើយប្រើអាគីសនីចំណេញជាងណា បាទអានេះចំណេញជាងច្រើន ហើយមួយឆ្នាំអីសល់មកហើយប៉ុន្មាន អានេះយើងក្នុងមួយឆ្នាំបើយើងយ៉ាប្រើអាគីសនីហ្នឹងប្រើអានេះជាមួយនឹងប្រើអាប្រេងម៉ាស៊ុតយើងហ្នឹងខុសគ្នាច្រើនណាស់អានេះបើយើងសំឆ្នាំអប់មួយឆ្នាំយើងសំមកប្រហែលជា$10000 $10000 បាទមួយឆ្នាំ មួយគ្រឿង មួយគ្រឿងនោះមួយគ្រឿងទៀតនោះមួយគ្រឿង ខុសគ្នាឆ្ងាយ ខុសច្រើនជួយដូចខ្ញុំថាយើងមកប្រើប្រេងម៉ាស៊ុតយើងប្រើប្រេងហ្នឹងយើងដាក់ក្នុងមួយថ្ងៃបង មកកាន30លីត្រអានេះមកយើងសាកថ្មសាកភ្លើងអស់ដល់ជា$6ហ្នឹង អូមួយថ្ងៃ បាទមួយថ្ងៃដូចគ្នាចំណាយដូចគ្នាបាទហើយយើងប្រើប៉ុណ្្នឹងហើយយើងប្រើអត់អស់ បាទឃើញអាមួយនេះវាលើកខ្ពស់មែនតើលើកបានប្រហែលម៉ែត្រ អានេះមាន6ម៉ែត្រ អូ 6ម៉ែត្របាទឥឡូវហ្នឹងលឺខាងក្រុមហ៊ុនOMA ហ្នឹងគាត់ថាមានអា7ម៉ែត្រទៀតពេលខ្ញុំចង់យកអា7ម៉ែត្រហ្នឹងយកមកបានយកមកប្រើថ្ងៃទៀតដើម្បីវាលើកឡើងឡានលើកអីស្រួល បាទអានេះដោយសារយើងជីយើងច្រើនយើងត្រូវកោច្រើនមែនតើ អត់ទេច្រើនពេកក៏អត់កើតដែរ អត់កើតដោយសារអី ដោយសារវាទម្ងន់ស្ទួលលើខាងពេក អូអាក្រមនេះ បាទ អាក្រមទៅពេលវាសកត់អាខាងលើវាស្កត់ខ្លាំងទៅអាក្រមយ៉ាងម៉េច បាទវាអាចក្តាំងវារឹងពេលយើងបានខ្ពស់ដោយសារឡានមកយកអាដបូលឡើងមានអាដបូលខ្ពស់ហ៎ បាទ យើងអាខ្លះឡានវាមានបឹងតម្លាក់បានយើងតែដាក់ឡើងលើវា បាទបែបណាម្ចាស់ការលើថ្លៃដើមឲ្យបាននេះជាសារធំដែលពូចង់ផ្ញើសារ បាទចង់ជម្រាបអញ្ចឹងដើម្បីធ្វើយ៉ាងណាដើម្បីកុំឲ្យយើងចំណាយទុនដល់ហួសតម្រូវការតម្លៃដើមខ្ពស់តែពេលធ្វើទៅអត់មានប្រាក់ចំណេញ បាទហើយយ៉ាងណាជាបទពិសោធន៍របស់លោកពូនៅក្នុងការមុខរបរជីនេះតោះគ្នាមើលនៅកន្លែងគាត់គឺគាត់ប្រើបច្ចេកវិទ្យាដោយ fog lift នៅខាងក្រោយហ្នឹងគឺវាជួយឲ្យកាត់បន្ថយបាទមិនសមចៃមួយគ្រឿង$10000ច្រើនណាស់ណាបាទអញ្ចឹងនេះជាអ្នករកស៊ីត្រូវចេះគ្រប់គ្រងអាថ្លៃដើមហ្នឹងឲ្យបានបាទហើយតោះនេះមិញលើសូពូថាពី OMA តោះនេះអាចតាក់ទងទៅ OMA ទៅសម្រាប់អ្នកដែលចង់បាន fog lift នៅខាងក្រោយលោកពូនេះឯង